បាទសួស្តីបងប្អូនអ្នកទី12ទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងកែលំហាត់ប្រតិបត្តិបន្តទៀតយើងមើលប្រតិបត្តិនេះគេឲ្យគណនា limit កហើយនិង limit ខនេះអញ្ចឹងមើលទៅអានេះគឺ limit នៃអនុគមអសន្និទានធម្មតាเนาะហើយនេះក៏ជាអនុគមអីគេសន្និទានធម្មតាគ្រាន់តែខាងក្រោមនេះជាអនុគមអសន្និទានបាទអញ្ចឹងយើងមើលក៏ពិតលំហាត់នេះយើងយកចេញពីលំហាត់ចំពោះ limit នៃអនុគមបណ្ដាក់អញ្ចឹងអានេះដោយសារតែនេះវាមិនមែនជាបណ្ដាក់ចំតួអីទេតែថាយើងគិតថាជាបណ្ដាក់ក៏បានដែរអានេះយើងអាចគណនាតាមអនុគមអសន្និទានធម្មតាក៏បានដែរហើយនេះយើងអាចគណនាតាមអនុគមបណ្ដាក់ធម្មតាក៏បានឬក៏គណនាតាមអនុគមសន្និទានធម្មតាក៏បានដែរគឺបានន័យថាយើងជំនួសលេខចូលធម្មតាបាទប៉ុន្តែយើងនៅទីនេះចង់រំលឹកថាស្អីទៅជាអនុគមបណ្ដាក់អញ្ចឹងបើសិនជាគេមានសនំដើម x នេះគឺសនំចុងតាមអនុគម f គេនឹងបានអនុគម f នៃ x ករណីមួយទៀតគេមាននេះជាសនំដើមហើយនេះជាសនំចុងអញ្ចឹងតាមអនុគម c គេនឹងបាន z នៃ fx នេះបានន័យថា c នៃ fx នេះជាអនុគមបណ្ដាក់បាទបណ្ដាក់អីគេបណ្ដាក់ f នៃ z គេសេជា z មូល f នេះអានថាមូលណាមិន o អីទេ z មូល f ណាបាទអញ្ចឹងនេះគេហៅថាអនុគមបណ្ដាក់អូខេអញ្ចឹងមើលជាទូទៅបើសិនជាគេមានអនុគម2 f និង z ជាអនុគមដែលមាន limit បាទ limit នៃ z ស្មើ l limit នៃ f x ខិតជិត l ស្មើ f នៃ l អញ្ចឹងវាបាន limit x ខិតជិត a នៃ f នៃ zx វាស្មើ f នៃ l មានន័យថាម៉េចអញ្ចឹងយើងមើលកន្លែងនេះអញ្ចឹងបើនេះ limit នៃ z នេះវាស្មើ l ក៏ប៉ុន្តែនេះ f នៃគេf នៃ zx ណាតែ zx យើងស្មើ l អញ្ចឹងគេជំនួសចូលទៅ f នៃ l ណាបាទអញ្ចឹងយើងនឹងបាននេះគេ limit x ខិតជិត a នៃ f នៃ zx ស្មើ f នៃ l អញ្ចឹងបានន័យថាម៉េចបានន័យថាលំហាត់ហ្នឹងទៅរក limit នេះសិន limit នេះហើយនឹងរក limit នេះទៀតអញ្ចឹងយើងនឹងបានចេះអញ្ចឹងវាញ៉ៃញ៉ៃពេលដែលធ្វើមែនទែនយើងអាចជំនួសចូលតែម្ដងក៏បានដែរអូខេអញ្ចឹងយើងមើលទាំងអស់គ្នាអញ្ចឹងក៏ limit x ខិតជិតដល់4នៃឬទី3នៃ 3x បូក4ជំនួសចូលធម្មតាទៅបាទអញ្ចឹងវិធីធម្មតាគឺយើងរើសគីបនៃគេរើសគីបនៃ3គុណនឹងដក4បូក4អញ្ចឹងវាស្មើនឹងអីរើសគីបនៃដក8អញ្ចឹងស្មើរើសគីបនៃដក2គីបព្រោះអីដក2គីបវាស្មើ8ចេញមកបានដក2អញ្ចឹងបើសិនជាយើងធ្វើតាមករណីជាទូទៅយើងធ្វើម៉េចយើងត្រូវរកគេ limit យើងត្រូវកំណត់ណាបើតាមជាទូទៅមិញនេះជា c នៃ x បាទអញ្ចឹង limit x ខិតជិតដល់4នៃ c នៃ x យើងស្មើគេ limit x ខិតជិតដល់4នៃ 3x បូក4អញ្ចឹងវាស្មើអីមិញស្មើ3គុណនឹងដក4បូក4អញ្ចឹងវាស្មើដក18អញ្ចឹង limit x ខិតជិតដល់8នៃ f នៃ x យើងគឺស្មើ limit x ខិតជិតដល់8នៃអីឬគីបនៃ x អញ្ចឹងវាស្មើឬគីបនៃដក8អញ្ចឹងវាស្មើដក2អញ្ចឹងគេបាននេះគេយើងដាក់មិញ limit x ខិតជិតដល់4នៃ f នៃ z នៃ x វាស្មើនឹង limit x ខិតជិតដល់4ឬគីបនៃ 3x បូក4វាស្មើនឹងដកវាស្មើគេមិញដក2ឃើញហើយឃើញវារៀងញ៉ៃញ៉ៃអត់នេះវាញ៉ៃញ៉ៃអញ្ចឹងមិនថាយើងធ្វើតាមធម្មតាមកអូខេខ limit x ខិតជិត5នៃ1លើឬគីបនៃ x ការ៉េបូក2អញ្ចឹងបើយើងជំនួសចូលធម្មតាយើងនឹងបានអីគេ1លើគេ
ឬគីបនៃ5ការ៉េបូក2អញ្ចឹង1លើឬគីបនៃ27អញ្ចឹង27ចេញមកបានប៉ុន្មានបាទគីបណាចេញមកបាន3ចម្លើយគឺ1លើ3ចុះបើយើងចង់ធ្វើតាមដូចនោះវិញគឺយើងកំណត់មកទី1 zx ជាកណាជា zx បាទនេះជា zx ទាំងអស់នេះ limit x ខិតជិត5នៃអី zx វាស្មើនឹង limit នៃអីនៃ x ការ៉េបូក2អញ្ចឹងវាស្មើនឹងឬគីបនៃ5ការ៉េបូក2 27ចេញមកបាន3អូខេ limit x ខិតជិតអីគេ l យើងម៉ាននេះគឺ3នៃគេ fx យើងគឺនេះ1នេះ x អញ្ចឹងបាននេះគេស្មើ limit x ខិតជិត3នៃ1លើ x អញ្ចឹងស្មើ1លើ3អញ្ចឹងគេបានអីគេបាន limit x ខិតជិត5នៃ f នៃ sin x ស្មើនឹង limit x ខិតជិត5នៃអីគេ1លើឬគីបនៃ x ការ៉េបូក2អញ្ចឹងវាចេញ1លើ3យើងដាក់យកអញ្ចឹងណាបាទអញ្ចឹងយើងមានប៉ុណ្ណឹងបើសិនជាបងប្អូនមានចម្ងល់អីអាច comment ខាងក្រោមវីដេអូនេះបានយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ